ថ្ងៃនេះគឺមកឆ្លើយសំណួរបងប្អូនមួយចំនួនដែលគាត់តែងតែ comment នៅលើ channel របស់ខ្ញុំទាក់ទងការរៀនបោះធៀបពុកម៉ែបងប្អូនអ្នកគ្នាអធិស្ឋានចំពោះការដែលយឺតយ៉ាវនៅក្នុងការឆ្លើយតបហើយនឹងធ្វើវីដេអូទាក់ទងនឹងធៀបបងប្អូនដោយសារតែមានការរវល់ច្រើនទាក់ទងនឹងរបររស់ស៊ីប្រចាំថ្ងៃរបស់យើងទាក់ទងនឹងការបោះវិក័យប័ត្របោះពុំធៀបអីជាដើមអញ្ចឹងទៅមានការរវល់ខ្លាំងដែរអញ្ចឹងក៏អត់បានតបបងប្អូនអញ្ចឹងថ្ងៃនេះមកសរុបទាក់ទងទៅនឹង comment ដែលបងប្អូនឆ្ងល់ជារឿយមកអូខេបងប្អូនខ្ញុំឆ្លើយសំណួរទី1មុនតើគូទិញធៀបទុកឬក៏ចាំពេលដែលភ្ញៀវកំងចាំយើងធ្វើការ order ទៅការកំងពីក្រុមហ៊ុនយកមកបោះជូនភ្ញៀវបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំនិយាយអំពីហានិភ័យហើយនឹងលទ្ធសំទោសផលវិជ្ជមាននិងផលអវិជ្ជមាននៃការទិញធៀបទុកបងប្អូនអរគ្នាអាចមានជំរើសច្រើនអាស្រ័យទៅលើបទពិសោធន៍របស់បងប្អូនទីតាំងហាងរបស់បងប្អូនរវាងកន្លែងបងប្អូនរស់ស៊ីហើយនឹងក្រុមហ៊ុនជាទូទៅនៅក្នុងក្រុងសៀមរាបគឺភាគច្រើនតែម្ដងគឺគេយកតែប៉ាន់ធៀបមកទេបងប្អូនតាមរោងពុម្ពដៃគូជាច្រើនគឺគេយកតែប៉ាន់ធៀបមកទេហេតុអីបានគេនិយាយហេតុអីបានគេធ្វើអញ្ចឹងគឺនៅពេលដែលគេធ្វើអញ្ចឹងគឺភ្ញៀវមានឱកាសមានសិទ្ធិរើសនៅពើក៏ដូចជាម៉ូដធៀបជាច្រើនដែលក៏ត្រូវការតែតាមអ្វីដែលគាត់ត្រូវការគាត់ចង់បានម៉ូដណាយើងកំងពីក្រុមហ៊ុនភ្លាមឲ្យគាត់តែម្ដងអញ្ចឹងគឺអត់ចេះតែខ្វះទេម៉ូដធៀបហើយធៀបក៏វាមិនងាយដាច់ស្តុកដែរដោយសារក្រុមហ៊ុនគេផលិតរាល់ថ្ងៃហើយចំពោះបងប្អូនដែលគាត់ចង់កំងធៀបយកមកទុកមួយកេះពីរកេះជាទូទៅសម្រាប់បងប្អូនដែលគាត់នៅឆ្ងាយសម្រាប់បងប្អូនដែលគាត់នៅឆ្ងាយបងប្អូនដែលគាត់និយាយរួមទៅគាត់អត់នៅជិតក្រុមហ៊ុននៅពេលដែលគាត់អត់នៅជិតក្រុមហ៊ុនគាត់ពិបាកក្នុងការធ្វើដំណើរគាត់ពិបាកនៅក្នុងការទៅយកធៀបហើយជួនកាលភ្ញៀវបញ្ញាប់អីជាដើមអញ្ចឹងទៅក៏ត្រូវនិយាយរួមទៅត្រូវចំណាយពេលច្រើនម៉ោងដើម្បីជិះមកយកធៀបឬក៏កំងធៀបឲ្យគេផ្ញើតាមវិរៈបន្ថែមឬក៏តាមឡានតាមអីចឹងវាយូរថ្ងៃយូរពេលអញ្ចឹងក៏ត្រូវការកំងយកទៅទុកនៅក្នុងហាងដើម្បីថាភ្ញៀវណាដែលបញ្ញាប់ខ្លាំងគាត់បោះធៀបនឹងឲ្យអាហ្នឹងក៏វាជាផលវិជ្ជមានជាជំនាញមួយដែលពួកគាត់អាចធ្វើបានប៉ុន្តែការកំងធៀបច្រើនកេះឬក៏យកទៅស្តុកទុកក្នុងហាងរបស់យើងតែម្ដងត្រៀមសម្រាប់ភ្ញៀវកំងភ្លាមហ្នឹងគឺវាមានហានិភ័យច្រើនទាក់ទងបច្ចុប្បន្ននេះគឺធៀបម៉ូដធៀបជាច្រើនគឺអាប់ដេតរាល់ថ្ងៃតែម្ដងអាប់ដេតរាល់ឆ្នាំតែម្ដងអញ្ចឹងពេលខ្លះភ្ញៀវក៏ទៅមើលក៏អត់ត្រូវភ្ញៀវខ្លះក៏ទៅមើលអត់ត្រូវអញ្ចឹងអាធៀបប្រហែលកេះហ្នឹងភាគច្រើនគឺចោលតែម្ដងអញ្ចឹងណាអញ្ចឹងវាពិបាកឲ្យពុកម៉ែបងប្អូនអ្នកគ្នាកំងយកពីក្រុមហ៊ុនមកយកមកដាក់នៅក្នុងហាងដើម្បីធ្វើការត្រៀមបោះឲ្យភ្ញៀវលក់ឲ្យភ្ញៀវជាដើមអញ្ចឹងទៅអញ្ចឹងគិតមើលទៅបងប្អូនថាតើគូយកមួយណាគូកំងឬក៏គូសំដៅគូកំងទុកឬក៏គូតែចាំពេលភ្ញៀវ order ចាំកំងពីក្រុមហ៊ុនអូខេអាហ្នឹងជាជំរើសរបស់បងប្អូនអ្នកគ្នាយើងលេមើលខ្លួនឯងខ្ញុំអត់ហ៊ានសន្និដ្ឋានថាគូតែទិញទុកឬក៏មិនគូទិញទុកទេគឺអាស្រ័យទៅលើពុកម៉ែបងប្អូនអ្នកគ្នាទីតាំងនៅជិតនៅឆ្ងាយជាដើមអញ្ចឹងទៅអូខេបងប្អូនសំណួរទី2ហ្នឹងគេសួរថាទិញធៀបមកពីណាបងប្អូនអ្នកគ្នាខ្ញុំឆ្លើយមិញហើយគឺទិញធៀបពីក្រុមហ៊ុនអញ្ចឹងក្រុមហ៊ុននៅសៀមរាបឥឡូវគឺមានច្រើនមាន UT មានAKT មានអង្គរមានបណ្ឌិតសេដ្ឋីមានលីមីមានច្រើនមែនទេបងប្អូនអញ្ចឹងត្រូវការពេលណាកំងពីក្រុមហ៊ុនហើយបងប្អូនក្រុមហ៊ុនគឺគេតែងតែដើរដាក់ប៉ាន់ធៀបតាមហាងបងប្អូនមួយចំនួនដែលនៅក្នុងក្រុងឬក៏នៅឆ្ងាយល្មមគេអាចយកទៅឲ្យបានអញ្ចឹងណាឬក៏ផ្ញើទៅតាមវិរៈបន្ថែមមួយជាដើមអញ្ចឹងទៅអញ្ចឹងគ្រប់ពេលដែលមានការអាប់ដេតថ្មីគេនឹងទម្លាក់ឲ្យបងប្អូនជាដៃគូអញ្ចឹងគេទម្លាក់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាហើយអញ្ចឹងកុំភ័យថាខ្វះប៉ាន់ធៀបគឺអត់ខ្វះទេខ្វះតែអតិថិជនអូខេអញ្ចឹងបច្ចុប្បន្ននេះគឺវាមានការងាយស្រួលច្រើនក្នុងការដែលយើងកំងធៀបឬក៏យកប៉ាន់ធៀបពីក្រុមហ៊ុនអូខេបងប្អូនហើយមួយទៀតទាក់ទងនឹងសំណួរគាត់សួរថាតើយើង design ថ្មីតែម្ដងឬក៏ក្រុមហ៊ុនគេមាន free stock ឬក៏យើងត្រូវ design សោះដោយខ្លួនឯងនឹងសំណួរហ្នឹងណាអញ្ចឹងមានបងប្អូនច្រើនគាត់ឆ្ងល់សំណួរហ្នឹងគាត់ចេះឆ្ងល់ថាអញអត់ចេះអីសោះអញ្ចឹងអញអត់ដែលមានបទពិសោធន៍សោះអញ្ចឹងតើអញចំណាយពេលប្រហែលម៉ោងទៅក្នុងការ design ធៀបក្នុងការទាញយកនៅរូបភាពផ្សេងយកមកដាក់
ឬក៏ទៅការស្រាវជ្រាវឲ្យដើមឈឺក្បាលខ្លាំងមែនទែនទ្រាំអាចបោះធៀបបាន100ប៉ុន្តែជាក់ស្ដែងបងប្អូនខ្ញុំសូមបង្ហាប្រាប់កលឹះមួយនេះទៅប្រហែលជាបងប្អូនរងពុំដៃគូមួយចំនួនប្រហែលជាអាចនឹងខឹងដែលយើងលាតត្រដាងនៅអត្តកបាំងមួយចំនួនដែលមិនគួរឲ្យអតិថិជនឬក៏មិនគួរឲ្យអ្នកដទៃដឹងអូខេអញ្ចឹងតាកតងនឹងសោះធៀបនេះគឺសម្រាប់បងប្អូនដែលគាត់ចង់ធ្វើការ design គាត់ចង់រកស៊ីភាគច្រើនគឺនៅពេលដែលក្រុមហ៊ុនដាក់ប៉ាន់ធៀបឲ្យអ្នកទាំងអស់គ្នាគ្រប់ប៉ាន់ធៀបទាំងអស់គឺមានសោះ design ស្រាប់ហើយគ្រាន់តែពុកម៉ែបងប្អូនធ្វើការកំងធៀបគេនឹងតម្លាក់សោះឲ្យបងប្អូនឬក៏បងប្អូនហាមាត់សុំទៅតែសុំសោះធៀបមកខ្ញុំធ្វើការ design ឲ្យភ្ញៀវហើយនៅពេលដែលយើងយកសោះធៀបនឹងមកយើងធ្វើការកែលម្អអីតិចតួចចឹងទៅដូចជាម៉ូដធៀបដូចជាក្បាច់ផ្កាភ្ញីអីមួយចំនួនម៉ូដវីឡាម៉ូដផ្ទះម៉ូដផ្សារម៉ូដសាលារៀនអីជាដើមអញ្ចឹងយើងធ្វើការកែរឹង search លើអ៊ីនធឺណិតអីជាដើមអញ្ចឹងទៅយើងទីនដាក់មកអូខេអញ្ចឹងវាងាយទេហើយតាកតងទៅនឹងអ្នកខ្លះគាត់តែងតែឆ្ងល់ទៀតគេថាប៉ាន់ធៀបហ្នឹងយើងធ្វើថ្មីតែម្ដងឬក៏មិនធៀបហ្នឹងយើងធ្វើថ្មីតែម្ដងយើង design រួចហើយបញ្ជូនឲ្យក្រុមហ៊ុនបោះឬក៏យ៉ាងម៉េចអត់ទេបងប្អូនជាទូទៅមានប៉ាន់ស្រេចនៅពេលដែលមានប៉ាន់ស្រេចហើយបងប្អូនអរគ្នាអត់ពិបាកទេហេតុអីបានថាអត់ពិបាកគឺនៅពេលដែលយើងយកមកគឺយើងវាយតែឈ្មោះយើងវាយតែអាស័យដ្ឋានយើងគូតែប្លង់យើងចេះគូប្លង់នៅលើ Corel អីហើយគឺអូខេហើយអញ្ចឹងគឺអត់ពិបាកដល់បងប្អូនមួយចំនួនដែលគាត់នៅថ្មីអីទេគឺមិនពិបាកណាទេនិយាយរួមមួយទៀតគឺអាចថាបងប្អូនគូតែចេះ Corel ឲ្យច្រើនព្រោះ Corel វាងាយស្រួលក្នុងការ design ធៀបបច្ចុប្បន្ននេះគឺការដែលយើងចង់ចេះគឺចាំបាច់ចង់រៀនបោះធៀបគឺចាំបាច់ចេះប្រើ Corel ហ្នឹងឯងអញ្ចឹង Corel វាមុខងារក្នុងការបោះពុំមុខងារក្នុងការធ្វើធៀបហ្នឹងគឺវាងាយស្រួលច្រើនជាង Photoshop ច្រើនជាងអីទៀតអញ្ចឹងណាហើយបច្ចុប្បន្ននេះគឺគ្រប់ក្រុមហ៊ុនទាំងអស់គឺមានការ design ចេញពីកម្មវិធី Corel ហ្នឹងច្រើនមែនទែនអូខេសឹងតែ 100% ហើយដែលគាត់ប្រើ Corel អូខេបងប្អូនអញ្ចឹងសំណួរទាំង4សំណួរនេះគឺទាំង3សំណួរនេះគឺខ្ញុំបានឆ្លើយអស់ហើយមានអ្វីឆ្ងល់មានអ្វីដែលបងប្អូនត្រូវការដឹងចង់ឮទៀតបងប្អូនអាច comment នៅខាងក្រោមថ្ងៃណាមួយដែលខ្ញុំទនេខ្ញុំធ្វើការឆ្លើយតបក៏ដូចជាធ្វើជាវីដេអូមួយចែករំលែកទៅកាន់ពុកម៉ែបងប្អូនអ្នកគ្នាអូខេអញ្ចឹងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេបងប្អូនគ្រប់ជម្រាបលាពុកម៉ែបងប្អូនអ្នកគ្នាកុំភ្លេចជួយ subscribe like និង share វីដេអូនេះម្នាក់មួយផងបាយបាយ